แล้วយើងចាប់ផ្ដើមចូលទៅកាន់មេរៀនរបស់យើងតែម្ដងជាដំបូងយើង click ទៅលើ chapter 1 របស់យើងពាក្យ new file ពេលនេះវានឹងឲ្យយើងសរសេរកូដអញ្ចឹងយើងសរសេរកូដមក include asterisk using the it main function return 0 អូខេនៅពេលដែលយើងសរសេរកូដបែបនេះហើយយើងសូមចុចពតមួយអញ្ចឹងយើងធ្វើការ save បើសិនជាយើងចង់ save នៅពេលដែលយើងចុច compile នេះទៅវានឹងឲ្យយើង save នៅពេលដែលយើងចុច compile វានឹងឲ្យយើង save នៅ file របស់ហ្នឹងអញ្ចឹងយើងដាក់ឈ្មោះថាសំទោស output ឲ្យតែម្ដងអូខេ save អញ្ចឹងពេលណាដែលយើងចុច compile ទៅវានឹងអត់មានបញ្ហា error ទេខ្ញុំនិយាយទៅលើ3ខាងលើនេះអញ្ចឹងទី1 compiler គឺជាអ្នកបកប្រែភាសាកូដគេហៅថា binary code បកប្រែភាសាម៉ាស៊ីនដែលយើងស្គាល់ថាប្រព័ន្ធ copy នោះគឺ0101នឹងឯងចំណែក run នេះគឺជាការ run ទៅលើ file ដែលយើងត្រូវការ output ឬ input ចំណែកឯ compile and run នេះមានន័យថាយើង compile ផង run ផងហេតុអីបានយើងចាំបាច់ compile នៅពេលដែលយើងសរសេរកូដទៅយើងអត់ចង់ run ទេយើងចង់ compile មើលសិនថាកូដហ្នឹងវា error អត់តែយើង compile ទៅអត់ error យើងអាច run បានហើយអញ្ចឹងយើងធ្វើការ run មកពេលដែលយើង run វាចេញផ្ទាំងបែបនេះគេហៅថាផ្ទាំង console តែយើងមិនបង្កើតវាមុនដំបូងពេលយើងបង្កើតទៅយើងមិនយកពាក្យថា console application ហ្នឹងហើយជា console application យើងបិទវាមកអញ្ចឹងខ្ញុំសូមបញ្ចូលខាងលើនេះតិចខាងលើនេះគឺជា header file យើង declare header file នេះដើម្បីអីយើង declare header file ហ្នឹងដើម្បី input output នៅ data ដែលយើងចង់ឲ្យ user គេឃើញនិងអាចឲ្យ user បញ្ចូលបាន header file នេះវាមិនមែនមានតែមួយទេវាមានជាច្រើនប៉ុន្តែយើងត្រឹមតែចាប់ផ្ដើមការរៀនភាសាកូដដំបូងយើងដឹងតែត្រឹមនេះសិនបានហើយចាំយើងតមេរៀនទៅមុខទៀតយើងនឹងមាន header file ជាច្រើនដើម្បី declare ខ្ញុំចង់សរសេរកូដដាក់សារ cl hello world អញ្ចឹងនៅពេលដែលយើងសរសេរកូដយើងកុំភ្លេច semicolon យើងចាប់ផ្ដើម compile and run វានឹងចេញលទ្ធផលបែបនេះយើងមើលប្រសិនបើយើងសរសេរ cl នេះនៅខាងក្រៅ main function យើងយកវាមកដាក់ខាងក្រៅ main function នេះពេលដែលយើង compile and run ទៅច្បាស់ណាស់ថាវានឹង error មួយហេតុតែ error នោះដោយសារអីរាល់កូដទាំងឡាយណាត្រូវតែសរសេរនៅក្នុង main function បើសិនជាយើងសរសេរនៅខាងក្រៅ main function ប្រកាសណាស់វានឹង error យ៉ាងដូចនេះអញ្ចឹងខ្ញុំសូមយក copy កូដហ្នឹងទៅដាក់ខាងលើវិញអូខេចំណែកឯ return នេះវាមានន័យថាវាបញ្ជាក់ប្រាប់ថាកូដរបស់យើងដើរបានដោយជោគជ័យហើយអញ្ចឹងលក្ខណៈវាមិន return នឹងខ្ញុំចាប់ផ្ដើមរ៉ានម្ដងទៀតដល់អ្នកនេះបែបនេះអញ្ចឹងពេលណាដែលយើងដាក់ return ហើយយើងចេញ console load ទិបបែបនេះហើយយើងចុច enter វានឹង load ផ្ដាច់នៅផ្ទាំង console អញ្ចឹងខ្ញុំសាកលុប return នឹងចោលហើយខ្ញុំ run ម្ដងទៀតវានឹងចេញបែបនេះដូចគ្នាវាអត់មានបញ្ហា error ទេប៉ុន្តែយើងចុច enter ទៅវានឹងទៅដូចគ្នាអញ្ចឹងមានន័យថា return 0នេះគឺជាការបញ្ជូនតម្លៃត្រឡប់ដើម្បីស្គាល់ថាកម្មវិធីរបស់យើងនឹងដើរបានជោគជ័យហើយអូខេយើងដាក់ក៏បានមិនដាក់ក៏បានអត់បញ្ហាទេណាយើងមើលមួយទៀតយើងលម្អិតទៅលើ using namespace នេះ using namespace នេះយើងដាក់មកដើម្បីសរសេរ cl នេះ
ប៉ុន្តែសារបើយើងអត់ដាក់អីយើងលុបC using namespace នឹងចេញហើយយើង compile and run ម្ដងទៀតច្បាស់ណាស់ច្បាស់វាថាទៅ error យើង error ហ្នឹងពេលណាអ្នកទាំងអស់គ្នាជំនាញសរសេរ code យើងត្រូវតែមើល comment របស់គេណា comment ខាងក្រោមនេះអញ្ចឹងវាថា error throughout was cannot declare this code អញ្ចឹងយើងអត់បាន declare នៅ using namespace មិញទេយើងបានលុបចោលមិញហើយអញ្ចឹងអា using namespace នេះវាជាអ្នកទូនាទីតំណាងឲ្យ cout ប៉ុន្តែយើងមានរបៀបមួយទៀតយើងចូលសរសេរយើងភ្លេចឬមួយក៏យើងអត់ចង់សរសេរទៅលើ using namespace ហ្នឹងទេណាខ្ញុំចោះអញ្ចឹងយើងដាក់ខាងមុខវាវិញយើងប្រើជំនួសវាដោយ std សញ្ញា12អញ្ចឹងយើងសាកអានវាពេលនោះកូដយើងអត់មាន error ដូចពេលមុនទៀតទេអញ្ចឹងបានន័យថា std នេះវាជាអ្នក cout កូដនៅក្នុងdouble quote នេះអញ្ចឹងគេមិនសូវដែរស្រែកបែបហ្នឹងដោយសារវាមើលទៅវារៀងញ៉ៃច្រើនពេកអញ្ចឹងគេសរសេរតែម្ដងហើយដែរអញ្ចឹងយើង declare នៅ using namespace តែម្ដងគឺហើយតែម្ដងបាទអញ្ចឹងយើងអាចសរសេរបន្ថែមទៀតបាន output ឲ្យគេឃើញទិន្នន័យបន្ថែមទៀតបានយើងគ្រាន់តែដាក់ ATM អញ្ចឹងចុះអូខេហើយខ្ញុំដាក់មួយទៀត cout ថាចាវ៉ាបែបនេះអញ្ចឹងរាល់ពេលអ្នកទាំងអស់គ្នាសរសេរកូដកុំភ្លេច semicolon អញ្ចឹងយើងចុច compile ទាំងតែម្ដងទៀតអញ្ចឹងឃើញវាចេញ hello world html java អញ្ចឹងហេតុអីមិនវាចេញតបែបនេះវាមិនអាចចុះបន្ទាត់មកក្រោមអញ្ចឹងមូលហេតុនោះដោយសារអីដោយសារយើងអត់បានកំណត់ឲ្យវាចុះបន្ទាត់នៅក្នុង C++ ដើម្បីធ្វើការចុះបន្ទាត់ពីមួយក្លឹមដល់មួយក្លឹមបានគេប្រើជាមួយនឹង and បែបនេះដើម្បីធ្វើការចុះបន្ទាត់ណាដើម្បីធ្វើការចុះបន្ទាត់អញ្ចឹងយើងសរសេរអញ្ចឹងមកសុំនេះអូខេយើងសាក compile and run ម្ដងទៀតយើងនឹងឃើញទិន្នន័យរបស់យើងចុះបន្ទាត់ពីមួយបន្ទាត់បានយ៉ាងស្អាតយើងបិទមកអញ្ចឹងអាចុងក្រោយនេះដោយសារវាអត់មានអីត្រូវចុះបន្ទាត់ទៀតទេទោះយើងអត់ដាក់ក៏វានៅតែចុះបន្ទាត់ដែរយើងរ៉ានមើលអូខេឃើញទេវាអត់មានអីត្រូវចុះបន្ទាត់ទេដោយសារវាជាបន្ទាត់ចុងក្រោយគេមកអស់ហើយបាទ